ប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈតែព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីនៃគម្ពីរព្រះត្រៃបិដកឲ្យបានមកជាខេមរៈភាសាក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសប្តាហ៍ថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់